សូមជូនរឿងត្រីមាសក្នុងបឹងទន្លេសាបនៅព្រឹកមួយដោះស្រស់ស្អាតក្បែរបឹងទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះសុវណ្ណាគាត់រស់នៅក្នុងភូមិតូចមួយហើយញៀនចិត្តល្អជាទីបំផុតរៀងរាល់ថ្ងៃគាត់ទៅជួយគ្រួសារដោយនេសាទត្រីថ្ងៃនោះសុវណ្ណាឃើញស្រះទឹកតូចមួយកំពុងស្ងួតដីប្រេះហើយទឹកនៅសល់តិចតួចប៉ុណ្ណោះចិត្តគាត់ពោពេញដោយការព្រួយបារម្ភក្នុងទឹករៈសុវណ្ណាឃើញត្រីមាសមួយវាកំពុងតស៊ូដើម្បីរស់រានពន្លឺមាសរបស់វាធ្វើឲ្យសុវណ្ណាភ្ញាក់ផ្អើលសុវណ្ណាមិនគិតពីការចាប់ត្រីឡើយគាត់គិតតែពីការជួយសង្គ្រោះដោយចិត្តល្អគាត់សម្រេចជួយត្រីមាសសុវណ្ណាដាក់ត្រីមាសត្រឡប់ទៅក្នុងបឹងធំត្រីមាសមើលគាត់ដូចជាកំពុងអរគុណបន្ទាប់មកវាហែរចូលទៅក្នុងទឹកជ្រៅយប់មួយត្រីមាសបានលេចឡើងវិញវាបញ្ចេញពន្លឺដ៏ស្រស់ស្អាតសុវណ្ណាភ្ញាក់ផ្អើលនិងរីករាយណាស់ត្រីមាសបាននាំទឹកត្រឡប់មកវិញទឹកហូរចូលស្រែនិងភូមិជីវិតបានត្រឡប់មកវិញភូមិពោពេញដោយសេចក្តីសុខមនុស្សគ្រប់គ្នាអរគុណសុវណ្ណាគាត់គ្រាន់តែញញឹមដោយភាពរាបសារការធ្វើល្អដោយមិនរំពឹងរង្វាន់នឹងត្រឡប់មកជារឿងល្អវិញនេះជាមេរៀនពីត្រីមាសនៃទន្លេសាប